ទល់ពេលនេះពីអ្នកដែលប្រពន្ធបាត់ខ្លួនក្នុងករណីលិចទុកដករោគមិនទាន់ឃើញនៅឡើយទេខេត្តកណ្ដាលកម្លាំងពិសេស911កំពុងដុតដៃជើងដើម្បីស្វែងរកប្តីប្រពន្ធ2នាក់ដែលបានបាត់ខ្លួនលិចចូលទៅក្នុងទឹកទន្លេនៅកំពង់ដល់ចម្លងកោះមាសកាលពីយប់មិញរោគមិនទាន់ឃើញនៅឡើយទេគិតត្រឹមវេលាម៉ោង12ថ្ងៃត្រង់នៃថ្ងៃទី27ខែមិថុនាឆ្នាំ2025នៅចំណុចកំពង់ដល់ចម្លងកោះមាសស្ថិតនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកគៀនស្វាយខេត្តកណ្ដាលគួររំលឹកថាករណីលិចទុកដរបាត់ខ្លួនប្តីប្រពន្ធ2នាក់យប់មិញសកម្មភាពស្វែងរករោគកំពុងតែបន្តប្តីប្រពន្ធដែលបាត់ខ្លួននៅក្នុងហេតុការណ៍ខាងលើរួមមានមួយឈ្មោះភោគផុនភេទប្រុសអាយុ77ឆ្នាំមានទីលំនៅស្ថិតនៅភូមិកោះមាសភូមិកោះប្រាក់ឃុំភូមិធំស្រុកគៀនស្វាយខេត្តកណ្ដាលនិងពីរឈ្មោះព្រំរងភេទស្រីអាយុ72ឆ្នាំមានទីលំនៅស្ថិតនៅកោះមាសភូមិកោះប្រាក់ឃុំភូមិធំស្រុកគៀនស្វាយខេត្តកណ្ដាលបើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថានៅយប់ថ្ងៃទី26ខែមិថុនាឆ្នាំ2025ជនរងគ្រោះ2នាក់ប្តីប្រពន្ធតែងតែស្នាក់នៅលើទូកដល់ជាប្រចាំរហូតដល់វេលាម៉ោងប្រមាណ3ទៀបភ្លឺឈានចូលព្រឹកថ្ងៃទី27ខែមិថុនាឆ្នាំ2025ទើបក្មួយរបស់គាត់មកកំពង់ដល់ដើម្បីចម្លងទូកដរស្រាប់តែមកដល់ក៏ឃើញទូកដរក្រឡាប់ទៅហើយភ្លាមនោះក្មួយរបស់គាត់ក៏បានឆោឡោហៅបងប្អូនប្រជាពលរដ្ឋលើកោះមាសឲ្យមកជួយព្រមទាំងរាយការណ៍មកអាជ្ញាធរឃុំនិងពុះរដ្ឋបាលភូមិធំចុះមកពិនិត្យនិងរកវិធីសង្គ្រោះជនរងគ្រោះទាំងពីរនាក់ក្រោយពីបានទទួលដំណឹងខាងលើនិងប័ណ្ណបញ្ជារបស់អធិការនគរបាលស្រុកកម្លាំងប៉ុស្តិ៍បានសហការជាមួយអាជ្ញាធរភូមិឃុំប្រជាការពារនិងកម្លាំងប្រតិបត្តិការរុករក911បានធ្វើការមុជទឹកដើម្បីរាវរកជនរងគ្រោះទាំងពីរបច្ចុប្បន្នកងកម្លាំងពិសេស911កំពុងធ្វើការស្វែងរករកលោកតាលោកយាយដែលបាត់ខ្លួនខាងលើនេះហើយគួរបញ្ជាក់ផងដែរថាជនរងគ្រោះបានទិញទូកដល់ចម្លងដែលលិចនេះក្នុងអំឡុងឆ្នាំ2019មកពីខេត្តកំពង់ឆ្នាំងហើយប្រើប្រាស់ដល់ឆ្នាំ2024ក៏បានជួសជុលម្ដងគឺបដូរបន្ទះដែកមួយផ្ទាំងនិងមានរន្ធតូចលេខប្រមាណជាង10ប្រឡោះទៀតដែលជនរងគ្រោះគ្រាន់តែយកក្រណាត់ញត់ប៉ុណ្ណោះរហូតដល់យប់កើតហេតុជនរងគ្រោះទាំងពីរក៏សម្រាកនៅលើទូកដរក៏បានលិចបណ្ដាលឲ្យបាត់ខ្លួនទាំងពីរនាក់តែម្ដង